មុនពេលមកដល់ប្រទេសអូស្ត្រាលីខ្ញុំតែងសួរខ្លួនឯងថាខ្ញុំគួរធ្វើអីខ្លះដើម្បីអាចទាញបានបទពិសោធន៍ល្អបំផុតចេញពីការរស់នៅក្រៅប្រទេសការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំគឺការជ្រើសរើសស្នាក់នៅជាមួយក្រុមគ្រួសារអូស្ត្រាលីក្នុងទីក្រុងមែលប៊នរយៈពេលរស់នៅជាមួយពួកគាត់គឺជាការចាប់ផ្ដើមដ៏ល្អបំផុតចំពោះជំពូកជីវិតថ្មីមួយនេះខ្ញុំបានស្គាល់ពីរបៀបរស់នៅបែបអូស្ត្រាលីពិតប្រាកដគិតទាំងបទសន្ទនាប្រចាំថ្ងៃការទស្សនាបាល់ទាត់ដ៏ពេញនិយមម្ហូបក្នុងស្រុកស្រាក្រហមនិងការជួបជុំជជែកលេងជាមួយមិត្តភ័ក្តិរបស់ពួកគាត់រៀងរាល់ល្ងាចថ្ងៃសុក្រការរស់នៅនិងសិក្សាក្រៅប្រទេសអាចនិយាយបានថាជាសេរីភាពនិងឯករាជ្យភាពប៉ុន្តែពេលខ្លះក៏អាចមានអារម្មណ៍ថាឯកាដំបូងមាននឹងភាពកក់ក្ដៅរបស់ពួកគាត់បានជួយឲ្យខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការរស់នៅដោយខ្លួនឯងខ្ញុំឧស្សាហ៍និយាយលេងជាមួយអ្នកជំនាញខ្លួនថាខ្ញុំមានគ្រួសារថ្មីមួយទៀតនៅទីនេះហេតុនេះទើបខ្ញុំមិនសូវនឹកផ្ទះការរាប់អានមិត្តភ័ក្តិថ្មីៗពីជុំវិញពិភពលោកក៏បានធ្វើឲ្យការរស់នៅក្រៅប្រទេសមានភាពពេញលេញមួយកម្រិតទៀតយើងអាចជជែកគ្នាស្វែងយល់ពីវប្បធម៌ប្រពៃណីនិងបទពិសោធន៍ជាក់ស្ដែងពីប្រទេសដទៃការស្វែងយល់ពីវប្បធម៌ចម្រុះធ្វើឲ្យបទពិសោធន៍នៅក្រៅប្រទេសកាន់តែមានអត្ថន័យខ្ញុំតែងចាប់យកឱកាសនិងសេវានានាដែលសាលាផ្ដល់ឲ្យនៅសាកលវិទ្យាល័យ Monash ខ្ញុំបានទៅប្រឹក្សាផ្លូវចិត្តជាមួយអ្នកជំនាញនៅពេលមានសម្ពាធពីការសិក្សាខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលទាក់ទងនឹងសុខភាពផ្លូវចិត្តព្រមទាំងចូលរួមវេទិកាពហុវប្បធម៌ជាច្រើនចំណុចទាំងនេះជាការផ្ដោតសំខាន់ក្នុងការអប់រំនៅអូស្ត្រាលីអមគ្នានឹងការសិក្សាក្នុងថ្នាក់និយាយឲ្យខ្លីទៅអាជីវករអូស្ត្រាលីមិនត្រឹមតែផ្ដល់ការសិក្សាកម្រិតអន្តរជាតិមកឲ្យខ្ញុំនោះទេថែមទាំងផ្ដល់ឱកាសឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ព្រមទាំងចេះរស់នៅក្នុងបរិយាកាសថ្មីផងដែរ